លោកស្រីរស់សបឿនដែលត្រូវជាបងស្រីបង្កើតរបស់រាជិនីសម្លេងមាសរស់សេរីសុទ្ធាបានទទួលអនិច្ចកម្មនៅល្ងាចថ្ងៃទី19ខែសីហាឆ្នាំ2026នេះនៅក្នុងជន្មាយុ88ឆ្នាំសុភត្រា Express បញ្ញាទៅក្រៅប្រទេសឆាប់រហ័សជំនាញនៅក្នុងការវិចខ្ចប់បញ្ញារហ័សទៅកាន់ប្រទេសកូរ៉េនិងប្រទេសជប៉ុនក្នុងតម្លៃ1គីឡូត្រឹមតែ$7តែប៉ុណ្ណោះលោកស្រីរស់សបឿនដែលត្រូវជាបងស្រីបង្កើតរបស់រាជិនីសម្លេងមាសរស់សេរីសុទ្ធាបានទទួលអនិច្ចកម្មនៅល្ងាចថ្ងៃទី19ខែសីហាឆ្នាំ2026នេះនៅក្នុងជន្មាយុ88ឆ្នាំបើយោងទៅតាមការបង្ហោះរបស់គណនី Facebook របស់លោកសេងតារាក៏ដូចជាការបង្ហោះរបស់អ៊ំស្រីគៀតកំលនដែលត្រូវជាភរិយារបស់កវីម្ចាស់ដងស្ទឹងសង្កែគង់ប៊ុនឈឿនបានចែករំលែកអំពីដំណឹងនៃការមរណភាពរបស់លោកស្រីរស់សបឿនដែលត្រូវជាបងស្រីបង្កើតរបស់រាជិនីសម្លេងមាសរស់សេរីសុទ្ធានៅល្ងាចថ្ងៃទី19ខែសីហាឆ្នាំ2026នេះនៅក្នុងសំណេរនៃការចែករំលែកអំពីដំណឹងមរណភាពរបស់លោកស្រីរស់សបឿនពីសំណាក់លោកសេងតារាបានឲ្យដឹងថាពុទ្ធោអ៊ំស្រីរស់សបឿនដែលត្រូវជាបងស្រីបង្កើតរបស់លោកស្រីរស់សេរីសុទ្ធាបានលាចាកលោកហើយនៅមុននេះបន្តិចគាត់ស្លាប់នៅម៉ោង19:42នាទីថ្ងៃពុធទី19ខែសីហាឆ្នាំ2026ក្នុងក្រុងបាត់ដំបងក្នុងជន្មាយុ88វស្សាពិធីបុណ្យសពរបស់គាត់រៀបចំនៅវត្តដំរីសភូមិកម្មករឃុំស្វាយប៉ោសង្កាត់ស្វាយប៉ោក្រុងបាត់ដំបងខេត្តបាត់ដំបងខ្ញុំបានសម្ភាសគាត់ច្រើនលើកច្រើនសារណាស់អំពីឆាកជីវិតប្អូនស្រីគាត់គឺលោកស្រីរស់សេរីសុទ្ធាគឺតាំងពីខ្ញុំធ្វើការនៅវិទ្យុទន្លេ FM 102.5 MHz និងក្រោយៗមកសម្ភាសនៅស្ទូឌីយោខ្ញុំផងសម្ភាសផ្ទះក្មួយៗគាត់ផងនៅទួលសង្កែគាត់ពូកែចងចាំណាស់ដឹងសាច់រឿងបងប្អូនគាត់សពគ្រប់ហើយជាបងដែលពូកែថែទាំយកចិត្តទុកដាក់បងប្អូនគ្រប់គ្នាចំពោះអ៊ំស្រីគៀតកំលនដែលត្រូវជាភរិយារបស់កវីម្ចាស់ដងស្ទឹងសង្កែគង់ប៊ុនឈឿនក៏បានចែករំលែកអំពីដំណឹងនៃការមរណភាពរបស់លោកស្រីរស់សបឿននៅលើគណនី Facebook ផ្លូវការរបស់លោកស្រីផងដែរដោយនៅក្នុងសំណេរនោះលោកស្រីគៀតកំលនក៏បានរៀបរាប់ថាយាយរស់សបឿនបងស្រីរស់សេរីសុទ្ធាបានលាចាកលោកទៅចោលយើងហើយមុននេះសែនឈឺចិត្តអាណិតណាស់មុនយាយវិលត្រឡប់មកណកវេវិញមិនបានជួបសូមវិញ្ញាណដ៏កំសត់ទៅកាន់សុគតិភពបាទទាំងនេះគឺជាសំណេរនៃការចែករំលែកអំពីដំណឹងមរណភាពរបស់លោកស្រីរស់សបឿនដែលត្រូវជាបងស្រីបង្កើតរបស់រាជិនីសម្លេងមាសរស់សេរីសុទ្ធាពីសំណាក់លោកស្រីគៀតកំលនភរិយារបស់ម្ចាស់កវីដងស្ទឹងសង្កែគង់ប៊ុនឈឿននិងលោកសេងតារាដែលជាអ្នកធ្វើកិច្ចការងារស្រាវជ្រាវតាក់ទងទៅនឹងជីវប្រវត្តិសិល្បករសិល្បការិនីខ្មែរនាជំនាន់ដើមសូមជម្រាបជូនប្រិយមិត្តទស្សនិកជនផងដែរថាលោកស្រីរស់សេរីសុទ្ធាមានបងប្អូនបង្កើតចំនួន5នាក់ស្រី4និងប្រុសម្នាក់លោកស្រីរស់សបឿនគឺជាបងស្រីគេបងអស់នៅក្នុងគ្រួសារហើយលោកស្រីរស់សេរីសុទ្ធាគឺជាកូនទី4នៅក្នុងគ្រួសារខ្ញុំបាទដែលជាម្ចាស់ Channel Daily Post KH សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះដំណឹងមរណភាពរបស់លោកស្រីរស់សបឿននិងសូមបួងសួងឲ្យវិញ្ញាណក្ខន្ធរបស់លោកស្រីបានទៅកាន់សុគតិភពនិងចាប់បដិសន្ធិនៅទីឋានដ៏ពិសិដ្ឋនិងស្ងប់សុខសូមអរគុណប្រិយមិត្ត